សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេចេញមកឡងទៀតហើយសាច់រឿងរបស់យើងថ្ងៃនេះគឺបានមកពីអ៊ំស្រីម្នាក់ឈ្មោះថាអ៊ំកានណាហើយហេតុការណ៍រន្ធត់កើតឡើងនៅពេលដែលអ៊ំកាននេះគាត់ចេញពីធ្វើការរបស់គាត់ហ្នឹងនៅពេលយប់អញ្ចឹងហេតុការណ៍ទាំងអស់កើតឡើងនៅពេលដែលគាត់ចេញពីធ្វើការហ្នឹងណាហើយបើបងប្អូនចង់ដឹងថាសាច់រឿងរបស់អ៊ំកាននេះគួរខ្លាចឬក៏រន្ធត់ប៉ុណ្ណាសូមស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ណាបងប្អូននឹងដឹងសាច់រឿងរបស់គាត់ដែរអ៊ំកានគឺជាអ្នកទីរួមខេត្តមួយហើយខេត្តដែលគាត់រស់នៅហ្នឹងគឺជាខេត្តពោធិ៍សាត់ណាហើយអ៊ំកានគាត់ជាស្ត្រីមេម៉ាយទេគាត់មានកូនចំនួន3នាក់ហើយកូនរបស់គាត់ទាំងអស់ហ្នឹងសិតតែមានគ្រួសារអស់ហើយផ្ទះកូនរបស់គាត់រស់នៅហ្នឹងគឺមិនឆ្ងាយពីផ្ទះអ៊ំកានប្រហែលទេណាចម្ងាយប្រហែលជា50-60ម៉ែត្រហ្នឹងពីផ្ទះអ៊ំកានហើយនឹងកូនរបស់គាត់ណាហើយអ៊ំកាននៅភូមិមួយហើយភូមិហ្នឹងមិនសូវមានមនុស្សម្នាច្រើនទេដោយសារតែភូមិហ្នឹងគេទៅតែកាត់ពីភូមិធំមកអញ្ចឹងប្រជាពលរដ្ឋឬក៏អ្នកភូមិរបស់អ៊ំកាននេះមិនសូវមានច្រើនទេក្នុងភូមិហ្នឹងណាហើយជុំវិញភូមិហ្នឹងគឺសិតតែព្រៃញុកហ្មងអត់មានអ្នកឆ្កាឬក៏មកសម្អាតព្រៃសពទ្រប់ហ្នឹងទេអ៊ំកានគាត់ថាពេលហ្នឹងណាហើយផ្ទះអ៊ំកានគឺចុះពីខ្នល់ជាតិប្រហែលជា1គីឡូទៅ2គីឡូដែរហើយអាផ្លូវដែលគាត់ជិះមកចុះពីផ្លូវជាតិហ្នឹងគឺជាផ្លូវលំដូចជាភ្លឺស្រែអីទេអាចជិះម៉ូតូឬក៏កង់បានណាតែបើឡានចូលអត់រួចទេគាត់ថាពេលហ្នឹងណាហើយផ្លូវដែលគាត់ធ្វើដំណើរមកហ្នឹងគឺពិបាកមែនទែនពិបាកក្នុងខែវស្សាដោយសារតែវាដូចភ្លឺអញ្ចឹងតែពេលខែវស្សាគឺលិចអស់ហើយសូម្បីតែជិះកង់ឬក៏ជិះម៉ូតូជិះអត់កើតផងសូម្បីតែដើរក៏ពិបាកដើរណាដោយសារតែខែវស្សាវាទឹកច្រើនខ្លះណាអាចឈានដល់ត្រឹមចង្កេះក៏មានដែរពេលហ្នឹងហើយអ៊ំកានក៏ថាក្នុងភូមិហ្នឹងផ្ទះប្រជាពលរដ្ឋយ៉ាងច្រើនតែ10ផ្ទះទេហើយផ្ទះនីមួយគឺឃ្លាតពីគ្នាឆ្ងាយមិនមែននៅគៀកគ្នាទេអញ្ចឹងទៅសភាពក្នុងភូមិរបស់គាត់គឺមានសភាពស្ងប់ស្ងាត់មែនទែនដោយសារតែការហ្នឹងគឺអត់មានភ្លើងរត់ឬក៏ភ្លើងដែលគេតមកដល់ណាដើម្បីបំភ្លឺផ្ទះមានតែដុតទៀនឬក៏ចង្គៀងហ្នឹងភ្លើងរត់គេអត់ទាន់មកដល់ទេដោយសារតែផ្លូវរបស់គាត់ហ្នឹងវាជាផ្លូវលំហើយណាមួយផ្ទះអ្នកភូមិអ្នកស្រុករបស់គាត់ហ្នឹងគឺមិនសូវមានច្រើនទេអញ្ចឹងគេអត់ទាន់តឲ្យទេណាហើយសភាពជុំវិញផ្ទះរបស់អ៊ំកាននេះគឺសិតតែព្រៃមើលទៅខាងណាក៏ឃើញព្រៃដែរណាហើយផ្ទះរបស់អ៊ំកានហ្នឹងគឺនៅចុងគេផ្ទះរបស់គាត់នៅចុងភូមិអញ្ចឹងគឺជុំវិញផ្ទះរបស់គាត់មានសភាពស៊ុបទ្រុបមែនទែនដោយសារតែព្រៃក្រាស់ហើយអ៊ំកានក៏បញ្ជាក់ថានៅពេលដែលខែប្រាំងអីគឺសំលេងឆ្កែកញ្ចក់លូពេញព្រៃហើយពេលហ្នឹងគាត់ខ្លាចដែរណាដោយសារតែគាត់រស់នៅហ្នឹងម្នាក់ឯងទេហើយផ្ទះកូនរបស់គាត់ឃ្លាតឆ្ងាយទៀត500ម៉ែត្រឬក៏600ម៉ែត្រណាអញ្ចឹងវារៀងឆ្ងាយដែរហើយសភាពក្នុងភូមិហ្នឹងគឺសភាពស្ងប់ស្ងាត់មែនទែនសូម្បីតែគិតក៏ព្រឺរោមណាតែអ៊ំកានគាត់ហ៊ាននៅទៅសើគាត់ដែរពេលហ្នឹងសារតែផ្ទះរបស់គាត់ហ្នឹងវាខ្ពស់អញ្ចឹងកែកញ្ចក់ឬក៏សัตว์ផ្សេងវាអាចឡើងមកផ្ទះគាត់បានទេអញ្ចឹងគាត់អាចរស់នៅម្នាក់ឯងបានណាហើយផ្ទះកូនគាត់វារៀងឆ្ងាយដែរអាចហៅបានទេអត់អីទេអញ្ចឹងអ៊ំកានគាត់និយាយពេលហ្នឹងហើយអ៊ំកានគាត់មានមុខរបរខ្លួនឯងណាមុខរបរដែលគាត់ធ្វើការរាល់ថ្ងៃនេះគឺជាអ្នកស៊ីឈ្នួលធ្វើត្រីឲ្យគេហើយធ្វើត្រីឲ្យគេហ្នឹងគឺឆ្ងាយដែរបងប្អូនគាត់ចេញពីផ្ទះគាត់ទៅដល់កន្លែងដែលគាត់ធ្វើត្រីហ្នឹងចំណាយពេលអស់ប្រហែលជា30នាទីទៅកន្លះម៉ោងណាអញ្ចឹងវារៀងឆ្ងាយដែរប្រហែលជា1គីឡូទៅ2គីឡូឯណាហើយគាត់ធ្វើដំណើរហ្នឹងគឺចេញទៅម៉ោង6ឬក៏ម៉ោង7ព្រឹកនេះដើរទៅដល់កន្លែងគាត់ធ្វើការហ្នឹងប្រហែលជាម៉ោង6 7កន្លះអីហ្នឹងគាត់ចំណាយពេលអស់កន្លះម៉ោងណាហើយគាត់ធ្វើដំណើរហ្នឹងគឺដើរទេមិនមែនជិះម៉ូតូឬក៏ជិះកង់ណាដោយសារតែគាត់ហ្នឹងអត់ចេះជិះម៉ូតូទេហើយគាត់ចេញធ្វើការពេលខ្លះត្រីតិចអញ្ចឹងគាត់ចេញម៉ោង5ឬក៏ម៉ោង6ហើយមានត្រីច្រើនគាត់អាចចេញម៉ោង7អីណាហើយគាត់ប្រកបការងាររបស់គាត់ហ្នឹងតែងតែចេញមកម៉ោង6ម៉ោង7ហ្នឹងអត់ដែរជួបបញ្ហាឬក៏រឿងរ៉ាវអីទេព្រោះគាត់ចេញយប់ដែរហើយណាមួយសភាពនៅក្នុងភូមិហ្នឹងគឺគួរឲ្យខ្លាចមែនទែនដោយសារតែវាស្ងាត់ឈឹងហើយផ្ទះអ្នកភូមិវាមិននៅឆ្ងាយពីគ្នាអញ្ចឹងវាមានសភាពគួរឲ្យខ្លាចដែរតែគាត់ទៅធ្វើការធម្មតាដោយសារតែគាត់អត់ធ្លាប់ឃើញអញ្ចឹងអត់សូវខ្លាចដែរទេគាត់អាចដើរទៅវិញទៅមកបានណាព្រោះគាត់ប្រកបឬក៏ធ្វើការងាររបស់គាត់ហ្នឹងយូរឆ្នាំដែរហើយវាជារឿងធម្មតារបស់គាត់ណាហើយការងាររបស់គាត់ហ្នឹងគឺបានប្រាក់ខែតែ40,000ទេហើយគាត់អាចគ្រប់គ្រងជីវភាពរបស់គាត់ណាដោយសារតែគាត់ហ្នឹងអត់សូវមានចំណាយអីច្រើនទេព្រោះនៅម្នាក់ឯងហើយណាមួយពេលខ្លះមានកូនចៅអីជួយខ្លះហ្នឹងទៅគាត់អាចរស់ស្រួលណាហើយសភាពជីវភាពរបស់គាត់មិនសូវលំបាកទេអាចរស់នៅសុខស្រួលណាហើយគាត់និយាយថាសភាពដែលផ្លូវលំដែលគាត់ទៅធ្វើការនេះគឺស្ងាត់ឈឹងជុំវិញ
សងខាងផ្លូវហ្នឹងគឺសិតតែព្រៃហើយគាត់ថាមានដើមអំពិលមួយនៅចំកដាលដែលគាត់ដើរទៅដល់ខ្នល់នៅចំកដាលហ្នឹងហើយអ្នកស្រុកអ្នកភូមិរបស់គាត់ហ្នឹងតែងតែឃើញថាមានខ្មោចថាមានព្រាយអីនៅដើមអំពិលហ្នឹងតែគាត់អត់ដែរជួបទេតែពេលខ្លះគាត់ដើរម្នាក់ឯងពេលយប់អីក៏វាព្រឺរោមដែរណាតែអញ្ចឹងទៅធ្វើធម្មតាដោយសារតែគាត់អត់ដែរឃើញរឿងហ្នឹងអញ្ចឹងក៏ធ្វើហីទៅណាដោយសារតែឯជួបអញ្ចឹងគាត់អត់សូវខ្លាចទេពេលហ្នឹងហើយអង្កានគាត់អត់សូវដែរនៅផ្ទះទេពេលថ្ងៃវាអីបិទទ្វារចោលមកធ្វើការងាកបានទៅវិញណាមុខរបររបស់គាត់ប្រចាំថ្ងៃហើយគាត់ធ្វើការនឹងរហូតថាដែរជួបហេតុការណ៍រឿងរ៉ាវអីទេតែប៉ុន្តែគាត់ថាមានថ្ងៃមួយហ្នឹងគឺថ្ងៃដែលកន្លែងគាត់ធ្វើការនេះមានត្រីចូលច្រើនហើយត្រីច្រើនមែនតើគាត់ថាធ្វើតាំងពីព្រឹករហូតទៅដល់ម៉ោង7 8អត់ទាន់ហើយទៀតហើយក៏គាត់សុំមេរបស់គាត់ណាថាគាត់សុំទៅមុនហើយដោយសារតែផ្លូវរបស់គាត់ធ្វើដំណើរហ្នឹងវាមានសភាពស្ងាត់ហើយណាមួយឆ្ងាយទៀតហើយគាត់ដើរទៅទៀតអញ្ចឹងមេក៏ឲ្យគាត់ទៅហើយគាត់ធ្វើដំណើរហ្នឹងគឺប្រចាំងពិលរបស់គាត់ដែលគាត់យកតាមខ្លួនរហូតនេះបងប្អូនដឹងស្រាប់ហើយពិលវាមិនសូវភ្លឺខ្លាំងអីដើរមកឈួលទៅមុខបានណាហើយគាត់ធ្វើដំណើរបានមកសទូតាមផ្លូវលំហ្នឹងមកចិត្តដល់ដើមអំពិលហ្នឹងគ្រាន់តែគាត់ចិត្តមកដល់ដើមអំពិលហ្នឹងគាត់ថាមានអារម្មណ៍ព្រឺក្បាលមែនទែនតែជាក់ស្រេបគាត់ថាឡើងព្រឺឆ្អឹងខ្នងមកវាខុសពីធម្មតាដោយសារតែពេលយប់ហ្នឹងគឺគាត់មកយប់ជ្រៅហើយរាល់ដងគាត់ចេញម៉ោង6ឬក៏ម៉ោង7ឯទេតែថ្ងៃហ្នឹងម៉ោង8នាំគាត់ចេញពីកន្លែងធ្វើការគាត់ហើយនាំគាត់ដើរមកដល់អាកន្លែងផ្លូវលំរបស់គាត់នេះគឺចំណាយពេលអស់10នាទីក៏20នាទីអញ្ចឹងវាចូលម៉ោង8ជាងណាហើយគាត់ថាសភាពគឺអាងឹតឈឹងភ្លឺតែភ្លើងពិលអ៊ីវរបស់គាត់ណាដើម្បីប្រចាំងពិលទៅហើយគាត់ដើរមកចិត្តដល់ដើមពិលគឺជារួមអត់ចង់ដើរទៅមុខទេទុនជើងទុនដៃគាត់ឆ្ងល់ដែរពេលហ្នឹងដោយសារតែវាមានអារម្មណ៍ថាខុសពីធម្មតាតិចស្រេបខ្យល់បក់ល្វិចណាហើយគាត់ក៏ចោលភ្នែកទៅអាកន្លែងដើមពិលហ្នឹងហើយចង្វាក់ដែលគាត់ចោលភ្នែកទៅកន្លែងដើមពិលហ្នឹងគាត់សង្កេតឃើញថាមាននារីម្នាក់ហើយនារីហ្នឹងគឺសក់វែងមែនទែនឈ្ងោកចុះហើយមិនដឹងថាគាត់អំពេកូនឬក៏អីទេគាត់មានអី3នៅដៃហើយអង្កានគាត់មើលថាមកផ្លែទេដោយសារតែគាត់មានអារម្មណ៍ថាខ្លាចហើយមានមនុស្សស្រីណាមកអង្គុយក្រោមដើមពិលទាំងយប់ម៉ោង7ម៉ោង8អញ្ចឹងគាត់ដឹងច្បាស់ហើយថាមិនមែនមនុស្សទេតែគាត់ឃើញមកដែលកំសួលដែលគាត់កលែកភ្នែកណាគាត់មើលតាមផ្លែទេហើយគាត់មើលទៅដើមពិលហ្នឹងគឺឃើញនារីអង្គុយក្រោមដើមពិលហ្នឹងឃើញស្លុងទេមិនមែនឃើញច្បាស់ដោយសារតែវាងឹតម៉ោង7ម៉ោង8តែគាត់ឲ្យហ៊ានប្រចាំងពិលទៅណាគាត់ធ្វើធម្មតាធ្វើដូចជាអត់ឃើញខ្លាចចត់សម្លឹងទៅនារីនឹងឃើញគាត់អញ្ចឹងមិនងាប់អត់គាត់ធ្វើអត់ដឹងខ្លួនធ្វើដូចជាអត់ឃើញហើយដើរតិចទៅតាមផ្លូវលំហ្នឹងហើយចម្ងាយពីដើមពិលមកផ្លូវលំហ្នឹងចម្ងាយប្រហែលជា3ម៉ែត្រ4ម៉ែត្រអីទេអញ្ចឹងវារៀងចិត្តដែរហើយគាត់មើលឃើញស្លុងវាត្រូវហើយគាត់ហ៊ានប្រចាំងពិលទៅទេហើយពេលហ្នឹងគាត់ឡើងព្រឺរោមឡើងចង់ដួលតែខំទប់អារម្មណ៍ដោយសារតែបើគាត់អត់ដើរទៅធ្វើម៉េចបើពជាពេលកាន់តែយប់ជ្រៅជាងនឹងទៀតមិនកាន់តែងាប់របស់គាត់អញ្ចឹងក៏ទ្រាំណាខំមាត់ទ្រាំដើរទៅតិចធ្វើដូចជាអត់ឃើញទៅហើយអង្កានគាត់ថាដើរបានមិនតិចទេគាត់ឮសំឡេងមនុស្សស្រីហ្នឹងអំពេកូនហើយអំពេកូនហ្នឹងគឺឡើងក៏លួចហើយគាត់ស្ដាប់សំឡេងហ្នឹងឡើងព្រឺក្បាលឡើងចង់ស្លាប់ដកថើមអត់ចង់ដល់គ្នាទេហើយគាត់ក៏ដាក់មេប្រូចទៅណាដោយសារតែវាសំឡេងវាគួរខ្លាចពេកបងប្អូនសាកសម័យទៅថាសំឡេងមនុស្សស្រីអំពេកូនពេលយប់ហើយអំពេកូនហ្នឹងគឺឡើងក៏លួចគាត់ថាស្ដាប់ទៅឡើងចង់រៀកនោមតែទ្រាំខំមាត់រត់ទៅយកហ្មងហើយរត់ទៅគាត់ថាខំប្រឹងរត់ណាតែរត់អត់ដូចអត់ទៅមុខមិនទេហើយនៅពេលដែលគាត់រត់នេះគាត់ឮសំឡេងហ្នឹងកាន់តែឮទៅនៅក្រោយខ្នងរបស់គាត់នេះហើយគាត់ក៏កលែកមើលទៅខាងក្រោយខ្នងរបស់គាត់គាត់ឃើញនារីម្នាក់ហ្នឹងនៅក្រោមដើមអំពិលហ្នឹងបកដៃហៅគាត់ហើយឮសំឡេងពេលកូនហ្នឹងហ្នឹងហើយបកដៃហៅគាត់បងប្អូនសាក់សម័យទៅបើខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងគឺខ្ញុំគៀងបេះដូងមិនហើយបោះឈឹងមកនេះតែគាត់ទប់អារម្មណ៍បានទៅសើគាត់មែនណាហើយនេះជាហេតុការណ៍ដែលគាត់ជួបលើកដំបូងគាត់ធ្វើការនឹងយូរឆ្នាំមកតែអត់ដែរជួបហេតុការណ៍អីទេហើយនេះជាហេតុការណ៍ដែលគាត់ជួបហើយជួបនឹងគឺធ្ងន់មែនទែនហើយអំកានពេលហ្នឹងគាត់អត់ខ្វល់ណាសំខាន់គាត់រត់ទៅមុខឲ្យលឿនដោយសារតែវាខ្លាចពេកបើមករត់ទៀតខ្លាចនារីនឹងវារត់មកតាមទៀតមិនងាប់គាត់ហើយអញ្ចឹងក៏ខំប្រឹងប្រឡើងលបឿនរត់ទៅណាហើយក៏ថារត់បានមកស្ទុះបានទៅដល់ផ្ទះអ្នកភូមិឬក៏អ្នកចិត្តខាងរបស់គាត់នេះហើយទៅដល់ផ្ទះអ្នកភូមិឬក៏អ្នកចិត្តខាងរបស់គាត់នេះគឺឆ្កែព្រុសឆ្កែលូឡើងគោពេញភូមិរបស់គាត់ណាហើយនៅពេលឆ្កែលូឆ្កែអីហ្នឹងគាត់ឡើងអូយខ្លាចទៀតហើយតែខំមាត់ហើយអ្នកភូមិអ្នកស្រុកអីនៅពេលហ្នឹងគឺអត់មានអ្នកបាក់ទ្វារបាក់អីទេ
ដោយសារតែបងប្អូនដឹងស្រាប់ហើយអ្នកនៅស្រុកស្រែនៅទីរំខេតរៀងជាយោអញ្ចឹងម៉ោង6ម៉ោង7អីគេបិទទ្វារចូលសម្រាប់ចូលអីហើយវាមានភ្លើងរត់ភ្លើងអីមកបណ្ណាប្រចាំងថាចង្គៀងដុតទៀនអីហ្នឹងអញ្ចឹងគឺអ្នកភូមិអ្នកស្រុកអីអត់ដឹងថាខ្មោចលងអស់អំកានទេគេបិទទ្វារបិទអីហើយអំកានក៏ចេះតែរត់ទៀតទៅណារត់តាមមុខផ្ទះទាំងឆ្កែព្រុសឡើងពេញភូមិរបស់គាត់ណាហើយអំកានគាត់បានរត់ទៅបន្តិចទៀតដល់ផ្ទះកូនរបស់គាត់ណាផ្ទះកូនរបស់គាត់នៅមុនផ្ទះអំកានណាព្រោះផ្ទះអំកានគឺនៅចុងភូមិអញ្ចឹងនៅពេលដែលអំកានគាត់ទៅដល់ផ្ទះកូនរបស់គាត់នេះហើយកូនរបស់គាត់ពេលហ្នឹងអត់ទាន់ចូលសម្រាប់ទេនៅមុខផ្ទះឡើយណាហើយឃើញអំកានរត់មកទាំងភាពញ័រភ្លេចស្លាំងក៏សួរទៅអំកានណាថាអំកានជប់ហេតុការអីពេលហ្នឹងឃើញអំកានវាស្វែងមកអូកពេកហើយសភាពមើលទៅវាពិបាកមើលពេកហើយកូនរបស់គាត់ហ្នឹងក៏សួរទៅអំកានថាកាត់អីជួបអីហើយអំកានគាត់ប្រាប់កូនរបស់គាត់តាមដំណើរដើមនៅពេលដែលគាត់ជួបហេតុការមាននារីម្នាក់អង្គុយដើមអំពិលពេលកូនហើយនៅពេលដែលគាត់ដើរឬក៏រត់មកដល់ហួសដើមអំពិលបន្តិចក៏កលែកទៅខាងក្រោយឃើញម្នាក់ស្រីនឹងកំបក់ដៃហាវគាត់អីណាគាត់ប្រាប់កូនគាត់តាមដែលគាត់ជួបមិញហ្នឹងហើយកូនរបស់គាត់ពេលហ្នឹងគឺអាណិតម្ដាយមែនទែនដោយសារតែម្ដាយទៅធ្វើការយប់មកបានជួបហេតុការទាំងអស់ហ្នឹងហើយអត់ដឹងធ្វើម៉េចទេមានតែខាត់ម្ដាយណាខាត់ម្ដាយឲ្យសម្រាកនៅក្នុងផ្ទះរបស់គាត់សិនអត់ឲ្យម្ដាយគាត់ទៅសម្រាកនៅផ្ទះរបស់គាត់ទេក៏ឲ្យសម្រាកនៅផ្ទះកូនរបស់គាត់ហ្នឹងព្រោះសារតែកូនរបស់គាត់បារម្ភខ្លាចមានរឿងហេតុការអីកើតទៅលើគាត់ទៀតអញ្ចឹងពិបាកអញ្ចឹងក៏ខាត់ម្ដាយរបស់គាត់ហ្នឹងឲ្យសម្រាកនៅផ្ទះកូនរបស់គាត់សិនហើយអំកានគាត់ថាពេលយប់ហ្នឹងគាត់អត់បានដេកទេដឹងមានអារម្មណ៍ថាទៅសប់ទៅសល់ចេះថាសម័យទៅឃើញទៅនារីអង្គុយក្រោមដើមអំពិលហ្នឹងរហូតណាគាត់ថាមកយប់ហ្នឹងគឺអត់បានដេកទេអញ្ចឹងយប់ហ្នឹងអំកានអត់បានដេកទេបានព្រិចណាហើយនៅពេលព្រលឹមឡើងបានអង្គការដើរទៅប្រាប់ផ្ទះអ្នកភូមិឬក៏អ្នកចិត្តខាងរបស់គាត់នេះថាយប់មិញគាត់ខ្មោចលងហើយខ្មោចលងគឺធ្ងន់ធ្ងរមែនទែនមានមនុស្សស្រីម្នាក់អង្គុយក្រោមដើមអំពិលហើយពេលកូនបក់ដៃហៅគាត់ទៀតហើយអ្នកភូមិពេលហ្នឹងគឺដឹងថារឿងរ៉ាវហ្នឹងវាមានមែនធ្លាប់តែឮអ្នកភូមិខ្លះគេនិយាយតគ្នាតែឥឡូវធ្លាក់មកលើអង្គការហើយពេលហ្នឹងអ្នកភូមិគឺកាន់តែខ្លាចអត់ហ៊ានដើរទៅណាយប់ទេហើយក្រោយមកអង្គការចេញពីធ្វើការអត់ហ៊ានយប់ទេប្រាប់មេរបស់គាត់ឬក៏អ្នកដែលជួលគាត់ធ្វើត្រីហ្នឹងសុំយ៉ាងយូរម៉ោង6គាត់ចេញមកហើយចេញមកមិនមែនដើរទេនៅពេលដែលគាត់ចេញមកគឺគាត់ប្រាប់កូនមកគាត់ណាថាម៉ោង6គាត់ចេញអីចឹងកូនគាត់ទៅចាំនៅកន្លែងដែលគេជួលគាត់ធ្វើត្រីហ្នឹងដប់ម្ដាយឬក៏អង្គការនឹងមកផ្ទះព្រោះអត់ឲ្យអង្គការដើរទៀតទេអញ្ចឹងអង្គការពេលហ្នឹងគឺលែងជួបហេតុការរឿងអមនុស្សរឿងអីណាដោយសារតែកូនទៅយកភ្លឺហើយកូនមកគាត់ទៅយកហ្នឹងគឺជិះម៉ូតូបងប្អូនអញ្ចឹងវាលឿនតែទេដោយសារតែផ្លូវដែលចុះពីខ្នល់មកវាប្រហែលជា2គីឡូអញ្ចឹងចុះតាមផ្លូវលំហ្នឹងអញ្ចឹងវាអត់អីអត់មានភ័យខ្លាចអីទេព្រោះវារៀងភ្លឺដែរត្រូវម៉ោង6ម៉ោងអីហើយអង្គការតែងតែទៅធ្វើការហ្នឹងជារៀងរាល់ថ្ងៃដោយសារតែមានកូនមកដប់អញ្ចឹងក៏គាត់អត់ជួបហេតុការអីទៀតទេតែនៅតែខ្លាចអាកន្លែងដើមអំពិលហ្នឹងមែនតើគាត់ទៅដល់កន្លែងដើមអំពិលហ្នឹងគឺកូនរបស់គាត់ហ្នឹងទៅឡើងលបឿនម៉ូតូឲ្យផុតពីកន្លែងហ្នឹងឆាប់ហើយអ្នកភូមិរបស់អង្គការហ្នឹងគឺនៅតែខ្លាចណាតែលែងសូវមានអ្នកជួបទេដោយសារតែគេអត់ហ៊ានដើរកាត់តាមនឹងយប់ទេអញ្ចឹងនៅពេលតែអត់ដើរកន្លែងកាត់ដើមអំពិលហ្នឹងគឺអត់មានអ្នកណាជួបរឿងរ៉ាវទេបើជួបកន្លែងតែដើមអំពិលហ្នឹងទេណានៅក្នុងភូមិអង្គការហើយអង្គការគាត់ខ្លាចតែកន្លែងហ្នឹងទេអ្នកភូមិអ្នកស្រុកគឺខ្លាចតែកន្លែងដើមអំពិលហ្នឹងទេហើយរឿងរ៉ាវក្នុងភូមិរបស់គាត់គឺចេញមកពីកន្លែងដើមអំពិលហ្នឹងអង្គការគាត់ថាមានយប់មួយយប់ដែលគាត់ចេញពីធ្វើការក៏ប៉ុន្តែយប់ហ្នឹងគឺភ្លៀងខ្លាំងមែនតើភ្លៀងខ្លាំងបងប្អូនដឹងស្រាប់ហើយប្រជាពលរដ្ឋឬក៏អ្នកភូមិនេះនៅទីរំខេតជាតែងតែរកត្រីឬក៏ឆ្លោះអង្កែបអីហ្នឹងដើម្បីមកធ្វើម្ហូបរបស់គាត់ឲ្យតែមេឃភ្លៀងដឹងអង្កែបច្រើននៅក្នុងភូមិអង្គការគាត់ថាអញ្ចឹងហើយគាត់ថាក្នុងភូមិហ្នឹងគឺស្ងាត់ឈឹងមានតែអ៊ំម្នាក់ទេដែលគាត់ហ៊ានណាហើយអ៊ំម្នាក់ហ្នឹងគឺអាយុប្រហែលជា60ហើយគាត់បកាយផឹកស្រាសស្រាអីណាហើយនៅពេលដែលគាត់ឆ្លងអង្កែបហ្នឹងគឺគាត់ស្វឹងស្រឿងហើយអញ្ចឹងបានអត់សូវខ្លាចហើយបងប្អូនដឹងស្រាប់ហើយតែស្រាចូលខ្លួនគឺហ៊ានតែម្ដងហើយអង្គការគាត់ថាពេលហ្នឹងគឺពូម្នាក់ហ្នឹងទៅឆ្លោះអង្កែបមកដុំដើមអំពិលហ្នឹងនៅក្បែរដើមអំពិលហ្នឹងហើយនៅពេលដែលពូម្នាក់ហ្នឹងគាត់ឆ្លោះអង្កែបនៅម្ដុំហ្នឹងពូហ្នឹងគាត់ថាអង្កែបច្រើនមែនទែនដោយសារតែអ្នកភូមិម្នាក់ហ៊ានចុះមកចាប់ទេអញ្ចឹងចាប់តែគាត់បងប្អូនដឹងស្រាប់ហើយគឺអង្កែបច្រើនមែនទែនគាត់ថាចាប់បានឡើងចង់កន្លះក្រុងហើយនៅពេលដែលគាត់កំពុងតែចាប់បានណាវាលេងខ្លាចលេងអីក៏ដើរយូរទៅដល់ក្រោមដើមអំពិលហ្នឹងដោយសារតែបានកែបច្រើនអញ្ចឹងអត់ខ្វល់រឿងខ្មោចលងខ្មោចអីទេក៏ដើរតាមកែបចាប់កែបតាមក្រោមដើមអំពិលហ្នឹងហើយនៅពេលដែលគាត់ក៏លេចទៅមើលដើមអំពិលខាងលើហ្នឹងគាត់ថាឃើញមនុស្សស្រីម្នាក់អង្គុយ3កូននៅលើដើមអំពិលហ្នឹងទៅយ៉ងជើងមកមុខគាត់ហើយបងប្អូនដឹងស្រាប់ហើយគាត់ប្រចាំងពិលគាត់ងើយក្បាលទៅមិនពិលទៅតាមអី
អញ្ចឹងគាត់ឃើញម្នាក់ស្រីហ្នឹងអង្គុយទៅចុងជើងដាក់មកមុខគាត់ហើយពេលហ្នឹងគាត់ឡើងចង់ស្លាប់បងប្អូនដោយសារសភាពវាមើលទៅគួរឲ្យខ្លាចពេកហើយពូហ្នឹងគាត់បញ្ជាក់គាត់ថាពេលជួលពិលទៅចំមុខនារីម្នាក់ហ្នឹងឃើញមុខឡើងលលួយលលេះឈាមហូបភ្នែកប៉ិនពងមាន់ណាហើយអង្គុយ3កូនបងប្អូនអើយពេលយប់នៅលើដើមអំពិលហ្នឹងបងប្អូនសាកសម័យថាវាគួរឲ្យខ្លាចប៉ុណ្ណាគាត់ឡងស្វាងអីណាដាក់មេប្រូចចោលអង្កែបចោលអីរត់ត្រង់ប្រឡាក់ផុកដួលពេញហ្នឹងហើយនៅពេលដែលទៅដល់កន្លែងផ្ទះអ្នកស្រុកអ្នកភូមិនេះឆ្កែព្រោះលន់ហើយអ្នកស្រុកអ្នកភូមិគាត់ចេញមកឃើញហើយពូគាត់ទៅដល់ផ្ទះអ្នកភូមិក៏ស្រែកថាជួយផងខ្មោចលងកន្លែងដើមអំពិលហើយអ្នកស្រុកចេញមកឃើញពូនឹងសភាពគឺស្លេកស្លាំងអស់លេងហើយឡើងនិយាយមកតដិតនិយាយជាប់គ្នាដោយសារគាត់ភ័យពេកចុះហើយពេលហ្នឹងអ្នកភូមិក៏នាំគាត់ចូលផ្ទះសិនដោយសារតែគាត់ជួបហេតុការណ៍នេះគឺធ្ងន់ធ្ងរឡើងចង់បាត់បង់សតិពេលហ្នឹងហើយណាមួយគាត់ផឹកស្វឹងទៀតទៅហើយឡើងស្វាងអីអស់ញ័រនៅផ្ទះអ្នកភូមិហ្នឹងហើយនៅពេលដែលពូនឹងគាត់មកដល់ភ្លាមហ្នឹងគឺអ្នកភូមិអ្នកស្រុកអត់ទាន់ហ៊ានសួរទេដោយសារតែនិយាយទៅពូនឹងគាត់និយាយអត់សូវដឹងរឿងទេគាត់និយាយទាំងភ័យទាំងស្រន់ស្លោអញ្ចឹងអ្នកចិត្តខាងរបស់គាត់អ្នកភូមិនេះគាត់ស្ដាប់អត់សូវបានទេអញ្ចឹងឲ្យពូនឹងសម្រួលអារម្មណ៍សិនណាឲ្យនិយាយតាមសម្រួលហើយនៅពេលដែលពូនឹងគាត់លេងអីមើលទៅសភាពដូចធម្មតាវិញតែនៅញ័រឡើយទេហើយក៏និយាយរៀបរាប់ទាំងអស់ថាគាត់ពេលដែលគាត់ឆ្លងកែបហ្នឹងគឺឆ្លងកែបបានមែនទែនហើយក៏គាត់មិនដឹងថាវាដើរទៅដល់ក្រោមដើមអំពិលហ្នឹងហើយក៏កលេចទៅមើលអាលើដើមអំពិលហ្នឹងគាត់ឃើញនារីម្នាក់អង្គុយយោជង3កូននៅមុខគាត់ហើយសភាពមើលទៅគួរឲ្យខ្លាចមែនទែនភ្នែកប៉ិនពងមាន់ហើយគាត់ធ្វើមិនមានតែដាក់មីប្រូចហើយបានរត់មកដល់ផ្ទះអ្នកភូមិដល់ពេលហ្នឹងហើយពេលហ្នឹងអង្គការក៏នៅក្នុងហេតុការណ៍ហ្នឹងដែរណាគាត់ឃើញអ៊ូអពេញផ្ទះអ្នកភូមិមកអញ្ចឹងគាត់ក៏មកមើលហើយមកមើលបានដឹងថាហេតុការណ៍មួយហ្នឹងគឺកើតទៅលើពូម្នាក់ដែលគាត់ផឹកស្វឹងហើយទៅរកអង្កែបហើយពូហ្នឹងគឺក្លាហានជាងគេដោយសារតែអ្នកភូមិចិត្តហ្នឹងគឺលែងមានហ៊ានដើរចាប់កែបរកត្រីរកអីទេដោយសារតែមានឃើញខ្មោចដែលលងអំការនោះអញ្ចឹងអត់មានតែហ៊ានទេមានតែពូហ្នឹងគាត់ស្វឹងស្រឿងអញ្ចឹងទៅគាត់ក្លាហានហើយឥឡូវមកជួបហេតុការណ៍អញ្ចឹងចង់សន្លប់ចង់បាត់បង់សតិបាត់បង់អីហ្នឹងអំការគាត់ស្ដាប់ពូហ្នឹងនិយាយនៅពេលដែលពូហ្នឹងមកផ្ទះចិត្តខាងបានគាត់ដឹងហេតុការណ៍ហ្នឹងបាននិយាយប្រាប់ខ្ញុំហើយផ្ទះពូហ្នឹងគឺនៅចិត្តផ្ទះអ្នកភូមិហ្នឹងដែរទេមិនមែនឆ្ងាយទេណាហើយក៏ពូនឹងគាត់សម្រួលអារម្មណ៍បានក៏ដើរទៅផ្ទះវិញណាហើយអ្នកភូមិពេលហ្នឹងកាន់តែខ្លាចណាដោយសារតែជួបពីរនាក់អីឃើញស្រស់សិតយល់ជើង3កូន3អីអញ្ចឹងគឺខ្លាចមែនទែនហើយអ្នកភូមិអំការពេលរស់នៅហ្នឹងគឺពិបាកវេទនាមែនទែនដោយសារតែអត់ហ៊ានដើរកាត់តាមដើមអំពិលហ្នឹងទេត្រូវការតណាតណីតបបួលគ្នា2 3នាក់អីដើរកាត់តាមហ្នឹងណាហើយបើដើរម្នាក់ឯងគឺអត់ហ៊ានទេអញ្ចឹងគាត់ពិបាករស់នៅមែនទែនណាពិបាករកស៊ីពិបាករកត្រីពិបាករងកែបហើយនៅពេលដែលភ្លៀងធ្លាក់អីពួកគាត់តែងតែរកត្រីរងកែបអីចឹងណាដើម្បីធ្វើម្ហូបអីរបស់គាត់នឹងតែបងប្អូនដឹងស្រាប់ហើយអ្នកដែលនៅទីរំខេតហើយជាទៀតអញ្ចឹងនៅពេលភ្លៀងធ្លាក់គឺសប្បាយចាប់កែបមែនតើហើយនៅពេលដែលរឿងរ៉ាវដែលជួបហេតុការណ៍ខ្មោចលងខ្មោចអីនេះបានអ្នកភូមិពេលនោះស្ងាត់ឈឹងឲ្យទៅពេលភ្លៀងពីអីអត់ហ៊ានដើរទៅណាទេនៅផ្ទះសងំណាដោយសារតែដើរខ្លាចចាប់កែបទៅខ្លាចជួបដូចពូនឹងទៀតអញ្ចឹងมันងាប់បាត់ហើយឃើញចង់ជើងយល់កូនពេលកូនអីអញ្ចឹងវាពិបាកអញ្ចឹងអ្នកភូមិពេលហ្នឹងគឺពិបាករស់នៅមែនតើហើយអំការថាពូដែលគាត់ជួបហេតុការណ៍ថ្ងៃដែលឆ្លងកែបថ្ងៃមុនហ្នឹងរស់សក់បងប្អូនរស់ឡើងទៅពេកក្បាលពេលហ្នឹងខ្មោចលងនឹងរស់សក់គាត់ថាពេលហ្នឹងហើយអ្នកស្រុកពេលហ្នឹងគឺឃើញសភាពគួរឲ្យអាណិតមែនតើហើយអ្នកភូមិកាន់តែខ្លាចណាខ្លាចជួបរឿងហាវដូចពូនឹងទៀតខ្មោចលងនឹងជ្រុះសក់ហើយក៏អ្នកភូមិអ្នកអីនេះទាំងអំការទាំងអីហ្នឹងក៏នាំគ្នាយកដូចគោ3 4យកទៅដំកន្លែងដើមអំពិលធំមួយហ្នឹងដោយសារតែលឺចាស់គេថាដើមឈើដែលមានព្រាយឬក៏អមនុស្សនៅគឺយកដូចគោហ្នឹងយកទៅដំយកអីទៅគឺខ្មោចព្រាយហ្នឹងគឺលែងនៅដើមអំពិលហ្នឹងហើយអំការហើយអ្នកភូមិអ្នកស្រុកហ្នឹងក៏នាំគ្នាយកដូចគោហ្នឹងណាយកទៅដំកន្លែងដើមអំពិលហ្នឹងហើយអំការក៏ថាក្រោយមកនៅពេលដែលដំដូចគោហ្នឹងហើយគឺអ្នកស្រុកអ្នកភូមិអត់ដែរជួបហេតុការណ៍ឬក៏រឿងរ៉ាវខ្មោចលងមានមនុស្សស្រីអង្គុយ2កូន3កូនយំនឹងអត់មានទេគាត់ថាលែងមានណាគាត់ថាបានផលមែនហើយក្រោយមកគឺពួកអំការឬក៏អ្នកភូមិអំការហ្នឹងគឺលែងជួបរឿងរ៉ាវខ្មោចលងខ្មោចអីទៀតហើយដោយសារតែយកដេកូនទៅដំហើយឥឡូវហ្នឹងក៏ដេកូនហ្នឹងនៅជាប់នឹងដែរទេហើយតាំងក្រោយមកក៏លែងមានអ្នកជួបណាអញ្ចឹងអ្នកភូមិអ្នកស្រុកអំការក៏លែងសូវខ្លាចហើយនៅពេលដែលភ្លៀងអីទៅឆ្លងកែបធម្មតាតែជិះពីកន្លែងដើមអំពិលហ្នឹងគាត់អត់ដែរជួបមែនតែអត់ហ៊ានប្រមាថឬក៏អត់ហ៊ានដើរទៅជិតដើមអំពិលហ្នឹងទេគាត់ខ្លាចថាដើរទៅដល់កន្លែងហ្នឹងសភាពឃើញមនុស្សស្រី3កូន7កូននៅក្រោមដើមអំពិលហ្នឹងទៀតមិនងាប់ទៀតបាត់ហើយអ
អញ្ចឹងគាត់អត់ហ៊ានទៅរកអង្កែបឬក៏រកត្រីឬក៏ដើរកាត់តាមផ្លូវលំនឹងពេលយប់គឺអត់សូវហ៊ានទេបើដើរទៅណាដើរចាប់អង្កែបឬក៏រកត្រីអីជិះពីកន្លែងដើមអំពិលហ្នឹងទៅកន្លែងផ្សេងហើយនេះហើយគឺជាសាច់រឿងរបស់អ៊ំកានដែលគាត់ជួបផ្ទាល់គឺជារឿងពិតហើយឥឡូវហ្នឹងគឺដើមអំពិលហ្នឹងនៅតែដដែលទេតែអត់មានហេតុការណ៍ឬក៏រឿងរ៉ាវអ្នកគេថាមានជួបមនុស្សឬក៏ជួបខ្មោចអីអត់ទេដោយសារតែផ្លូវលំហ្នឹងគឺឥឡូវគេចាក់ខ្នល់ចាក់អីហើយណាចាក់ខ្នល់ក្រហមហើយភ្លើងរត់ភ្លើងអីក៏គេដាក់ឲ្យហើយដែរហើយក្នុងភូមិរបស់អ៊ំកានហ្នឹងក៏មានផ្ទះអ្នកភូមិកាន់តែច្រើនណាអត់ដូចពីមុនទេអញ្ចឹងរឿងរ៉ាវឥឡូវវាដូចជាសាបអាលៀបអ៊ំកានគាត់ថាមិនដឹងថានារីម្នាក់នឹងទៅចាប់ជាតិឬក៏ទៅណាផ្សេងក៏អត់ដឹងទេទៅបដូរកន្លែងនៅឬក៏មិនក៏អត់ដឹងទេនៅពេលដែលគាត់ដំនីកូលហើយហ្នឹងគឺហេតុការអីលែងមានឬក៏មានអ្នកឃើញឬក៏រឿងរ៉ាវចម្លែកអីគឺលែងមានហើយអញ្ចឹងពួកអ៊ំកានឬក៏អ្នកភូមិអ៊ំកានគឺរស់នៅដូចធម្មតាអញ្ចឹងអត់ដែលអ្នកណាជួបហេតុការរឿងរ៉ាវផ្សេងអីទៀតទេហើយហ្នឹងគឺជារឿងរ៉ាវដែលគាត់ផ្ញើឲ្យខ្ញុំអញ្ចឹងគឺបងប្អូនស្ដាប់សាច់រឿងនេះគិតយ៉ាងម៉េចដែរបើខ្ញុំវិញគឺខ្ញុំភ័យខ្លាចណានៅពេលដែលស្ដាប់សាច់រឿងមួយនេះស្ដាប់ពីអ៊ំកានជួបហេតុការហ្នឹងគឺអត់សូវខ្លាចទេហើយខ្លាចជាងគេគឺកន្លែងដែលពូនឹងគាត់ប្រចាំងពិលទៅលើដើមពិលហ្នឹងឃើញនារីកំពុងតែអង្គុយ3កូនណានិយាយយ៉ងជើងមកមុខគាត់ទៀតហើយបើខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងខ្ញុំប្រហែលជាដាច់ពោះឈឹងណាស្លប់ស្ដុកនៅកន្លែងក្រោមដើមពិលហ្នឹងហើយអត់អាចរត់ទៅមុខទៀតទេដោយសារតែសភាពមើលទៅវាគួរឲ្យខ្លាចពេកភ្នែកប៉ុនពងមន់បងប្អូនគិតដូចខ្ញុំអត់ហើយសាច់រឿងរបស់អ៊ំកានគឺសម្រាប់ចប់ហើយសង្ឃឹមថាបងប្អូនចូលចិត្តសាច់រឿងមួយនេះណាហើយសូមបញ្ជាក់បងប្អូនមួយទៀតបើស្ដាប់សាច់រឿងនេះជឿឬក៏មិនជឿសូមស្ដាប់ទុកជាការកំសាន្តណាហ្នឹងហើយអរគុណច្រើនជួបគ្នានៅដំណើរខ្មោចបន្តទៀតសូមអរគុណ